បន្ទាប់ពីត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាលកាលពីថ្ងៃទី29មីនាឆ្នាំ2016លោក V.R. Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាជាមនុស្សដំបូងគេនិងហ៊ានជាងគេដែលបានស្នើឲ្យក្រសួងសុខាភិបាលបញ្ឈប់ការចាក់វ៉ាក់សាំងបង្ការជំងឺរបេងប្រភេទ BCG ដែលបានប្រើប្រាស់តាំងពីឆ្នាំ2005នៅប្រទេសកម្ពុជាលោកថាកុមារមួយចំនួនដែលបានទទួលការចាក់វ៉ាក់សាំងប្រភេទនេះតែងតែមានជំងឺរបេងធ្ងន់ធ្ងរជាងកុមារដែលពុំបានចាក់មានកុមារជាច្រើនអ្នកដែលមានជំងឺរបេងត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យរបស់លោកចំពោះកុមារដែលបានចាក់វ៉ាក់សាំងប្រភេទនេះពេលមានជំងឺរបេងគឺឈឺធ្ងន់ធ្ងរជាងកុមារដែលមិនបានចាក់ដូចជារបេងស្រាំខួរក្បាលរបេងឆ្អឹងរបេងរលាកខួរក្បាលរបេងសួតធ្ងន់ធ្ងរនិងដុំរបេងខួរក្បាល Ce vaccin BCG វ៉ាក់សាំង BCG នេះគឺពុំមានប្រសិទ្ធភាពទេវ៉ាក់សាំង BCG ជាវ៉ាក់សាំងមួយដែលចាក់សម្រាប់ការពារជំងឺរបេងទៅលើកុមារយើងបានសង្កេតឃើញថាកុមារដែលបានទទួលវ៉ាក់សាំងនេះច្រើនមានទម្រង់ជំងឺរបេងធ្ងន់ធ្ងរជាងក្មេងដែលមិនបានទទួលវ៉ាក់សាំងហើយវ៉ាក់សាំងនេះនៅប្រទេសបារាំងគេឈប់ឲ្យចាក់តាំងឆ្នាំ2005នៅប្រទេសស្វីស2011ហើយយើងមិនយល់ថាហេតុអ្វីបានជាអង្គការសុខភាពលោកហើយនិង UNICEF នៅតែបន្តចាក់វ៉ាក់សាំងនេះនៅប្រទេសក្រីក្រពីព្រោះវ៉ាក់សាំងនេះគ្មានប្រសិទ្ធភាពទេស្នាមចាក់វ៉ាក់សាំង BCG នេះគេចាក់ឲ្យនេះស្នាមចាក់160 90កាហើយនឹងប្រូតេអ៊ីននេះ1ក្រាមវា40នេះមិនមែនជាលើកទី1ទេដែលលោកវិជ្ជបណ្ឌិតដានកំណាត់ស្វីសរូបនេះទាមទារឲ្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់ការចាក់វ៉ាក់សាំងប្រភេទ BCG លោកលើកឡើងថានៅឆ្នាំ1943នៅសហរដ្ឋអាមេរិកគេបានរកឃើញថាវ៉ាក់សាំង BCG ពុំមានប្រសិទ្ធភាពទេលោកវិជ្ជបណ្ឌិតម៉ៅតាំងអៀងប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង្សិននៃក្រសួងសុខាភិបាលបានបដិសេធចំពោះការលើកឡើងរបស់លោក V.R. Richner លោកថាអ្វីដែលលោក V.R. Richner លើកឡើងគឺជាការមិនត្រឹមត្រូវទេយើងអត់មានករណីឃើញធ្ងន់ធ្ងរទេឃើញមានរបេងកូនកណ្ដោតិចតួចរបេងនឹងនៅស្រាលស្រាលសូម្បីរបេងសួតទៀតក៏អត់ធ្ងន់ដែរព្រោះថាម៉េចព្រោះថាខ្ញុំបានបញ្ជាក់ខាងដើមថាយើងរកឃើញករណីរបេងបានទាន់ពេលយើងចុះរកតាមភូមិចុះរកតាមវត្តអារាមយើងចុះតាមសហគមន៍យើងធ្វើតាមការសាយសកម្មអញ្ចឹងទេករណីហ្នឹងអត់ទេខ្ញុំឧទាហរណ៍ដូចជា9ខែដើមឆ្នាំនេះយើងរកឃើញបាន3900ជាងរបេងកុមារហ្នឹងអត់មានឃើញសន្តានធ្ងន់ធ្ងរទេខ្ញុំសូមបញ្ជាក់ថាមកទល់បច្ចុប្បន្ននេះនៅអន្តរជាតិជាពិសេសនៅប្រទេសដែលមានជំងឺរបេងច្រើននេះពុំទាន់មានការសិក្សាណាជាលក្ខណៈវិទ្យាសាស្ត្រដើម្បីបញ្ជាក់ថាអត្ថប្រយោជន៍នៃជំងឺនៃការចាក់បង្ការហ្នឹងគឺថាវាមានបញ្ហាមិនមានទេអ្វីដែលមាននោះគឺថាតាមចាំបានគឺមានតែការសិក្សាថ្មីនេះឧទាហរណ៍ដូចជាការសិក្សានៅឆ្នាំ2006ដែលបានចុះផ្សាយនៅឯកសារទស្សនៈដីមួយហៅថា Lancet បានបញ្ជាក់ថាការថាប្រយោជន៍នៃការចាក់ថ្នាំបង្ការហ្នឹងគឺមានខ្លាំងណាស់ចំពោះការការពារកុំឲ្យកើតជំងឺរបេងរលាកស្រោមខួរនិងរបេងសាយភាយខ្ញុំបានបញ្ជាក់ហើយបាទហើយមានការសិក្សាថ្មីមួយទៀតផងដែរដើម្បីបញ្ជាក់អះអាងលើផលប្រយោជន៍ឬអត្ថប្រយោជន៍នៃថ្នាំបង្ការនេះគឺធ្វើនៅឆ្នាំ2014ហ្នឹងគឺហៅគេធ្វើនៃទស្សនៈដីមួយគេហៅថា British Medical Journal បានធ្វើការនៅពី14នេះក៏បានបញ្ជាក់ឡើងវិញដែរពីអត្ថប្រយោជន៍នៃចាក់ថ្នាំបង្ការនេះថ្នាំបង្ការ BCG នេះអញ្ចឹងហើយបានថានៅកម្ពុជាយើងនៅតែអនុវត្តនៅការចាក់ថ្នាំបង្ការ BCG នេះដែលជាចំណែកមួយនៃថ្នាំបង្ការបច្ចុប្បន្ននេះក្រសួងសុខាភិបាលពិសេសកម្មវិធីជាតិចាក់ថ្នាំបង្ការហ្នឹងលោកអនុវត្តនៅការចាក់ថ្នាំបង្ការ9មុខដល់កុមារហ្នឹងបាទហើយការចាក់ថ្នាំបង្ការ BCG ជាចំណែកមួយនៃថ្នាំបង្ការទាំង9មុខនេះឯងបាទខ្ញុំសូមបញ្ជាក់ចឹងផងដែរបាទតាមអ្វីដែលលោកវិជ្ជបណ្ឌិតម៉ៅតាំងអៀងលើកឡើងវ៉ាក់សាំង BCG នេះមានអត្ថប្រយោជន៍3សំខាន់ទី1គឺការពារកុំឲ្យឆ្លងជំងឺរបេងទី2បានអ្នកដែលឆ្លងជំងឺរបេងគឺការពារមិនឲ្យមានការវិវត្តពីការឆ្លងជំងឺរបេងទៅការផ្ទុកជំងឺរបេងនិងទៅកាន់ការកើតជំងឺរបេងនិងទី3ប្រសិនបើកើតជំងឺរបេងគឺការពារកុំឲ្យសភាពកាន់តែធ្ងន់ធ្ងរទៅដូចខ្ញុំបានបញ្ជាក់យើងធម្មតាកម្មវិធីជាតិណាក៏ដោយកម្មវិធីជាតិកម្ចាត់រោគរបេងកម្មវិធីជាតិផ្សេងដោយធម្មតាការប្រតិបត្តិការនៃកម្មវិធីជាតិនេះគឺតែងតែមានដៃគូហើយម្យ៉ាងវិញទៀតនោះការអនុម័តឬអនុម័តយកនៅកិច្ចការណាមួយគោលការណ៍ណាមួយគឺសុទ្ធតែមានការពិភាក្សានិងពិនិត្យពិច័យបានល្អណាស់បាទ
ហើយចំពោះបញ្ហាកម្មការនេះនៅពេលដែលមានការលើកឡើងហ្នឹងខាងកម្មវិធីជាតិកម្ពុជារកបេងមិននៅស្ងៀមទេយើងបានពិនិត្យពិភាក្សាឡើងវិញហើយយើងថ្មីនេះយើងបានពិភាក្សាជាមួយអង្គការសម្ភារដើម្បីពិនិត្យមើលហើយនឹងលោកនឹងមកឆ្លើយបន្លឺថែមទៀត តាមការសង្កេតរបស់លោក BR Richner អ្នកជំនាញមួយចំនួនមកពីបរទេសផងនោះមិនសូវស្គាល់ជំងឺរបេងទេដោយអ្នកជំនាញទាំងនោះយល់ថាជំងឺរបេងភាគច្រើនកើតនៅលើមនុស្សចាស់ជារបេងសួតនិងមិនសូវជាស្គាល់ជំងឺរបេងដែលកើតនៅលើកុមារធ្ងន់ធ្ងរប៉ុណ្ណានោះទេលោកថាដោយសារតែជំងឺរបេងនៅលើកុមារមានភាពស្មុគស្មាញតម្រូវឲ្យមានជំនាញនិងត្រូវបំពាក់ឧបករណ៍ទំនើបទើបអាចរកឃើញបាន 65% sont infectés. គឺដោយសារកុំព្យូទ័រតូម៉ូក្រាហ្វីនេះយើងបានរកឃើញ 65% នៃកុមារកម្ពុជាមានមេរោគរបេងនៅក្នុងខ្លួនបានសេចក្តីថាមិនមែនមានជំងឺទេគេប្រើពាក្យ infecté ហ្នឹងគឺមានមេរោគរបេងសង្ងំនៅក្នុងខ្លួនការមានមេរោគរបេងសង្ងំនៅក្នុងខ្លួនគឺកាលណាមានជំងឺអីផ្សេងៗទៀតអាចមានហានិភ័យធ្ងន់ធ្ងរទៅលើជំងឺចង់និយាយយល់ថាអញ្ចឹងអាយុជីវិតក្មេងទោះបីនៅប្រទេសក្រីក្រឬនៅប្រទេសអាមេរិកឬនៅស្វីសគឺមានតម្លៃនៃជីវិតស្មើគ្នាថ្មីនេះយើងបានទទួលកុមារមួយដែលបានសម្រាកនៅពេទ្យមន្ទីរពេទ្យកុមារជាតិក្នុងរយៈពេលមួយសប្តាហ៍ហើយបានទទួលនៃការព្យាបាលរបៀបកង្វះអាហារូបត្ថម្ភដែលតាមពិតកុមារនេះត្រូវបានឪពុកយកមកសម្រាកនៅមន្ទីរពេទ្យគន្ធផាតភ្នំពេញទី4ហើយបានរកឃើញជំងឺរបេងសួតធ្ងន់ធ្ងរហើយនឹងស៊ីដល់ខួរក្បាលជាប្រភេទជំងឺរបេងធ្ងន់ធ្ងរដែលភាគច្រើនយើងគិតថាមេរោគរបេងនេះហើយដែលធ្វើឲ្យបាក់អាហារូបត្ថម្ភដែលធ្វើឲ្យកុមារកើតអាហារូបត្ថម្ភនេះជារូបថតដោយ MRI គឺនៅក្នុងខួរនៃកុមារនោះគឺ MRI មួយដែលមាន capacity 3.2 Tesla ដែលមានតម្លៃ$3 លានកន្លះហើយនេះជារូបភាពដែលយើងរកឃើញថាមានជាបុសអាប់សែដែលមានរូបដូចត្រីនៅក្នុងខួរក្បាលនៃកុមារដែលទើបបង្កើតនេះបាទនេះជាបុសអាប់សែមួយដែលបង្កឡើងដោយមេរោគរបេងហើយដែលយើងធ្វើការវះកាត់បូមយកអាប់សែនេះចេញ metabolic បង្ហាញពេជ្រ lipid ហ្នឹងគឺជាផុសតាងដែលបញ្ជាក់ថាអាប់សែនេះបង្កឡើងដោយសារមេរោគរបេងនេះជាករណីទី2ដែលក្មេងកើតជំងឺរបេងឆ្អឹងខ្នងស៊ីដាច់ពីកន្លែងហើយមានអាប់សែដែលបង្កឡើងដោយសារមេរោគរបេងក្មេងទាំងនេះដែលបានបង្ហាញនេះគឺចិត្តតែជាកុមារដែលបានទទួលចាក់វ៉ាក់សាំង BCG ហើយកើតរបេងធ្ងន់ធ្ងរនេះជារូបភាពរបេងសួតទៅលើកុមារជាប្រភេទគេហៅថា Miliaria ជា form disseminée គឺក្របទូចប៉ុណ្ណឹងក្របប្រហែលជាទំហំ3 មីលីម៉ែត្រសោះពេញសាច់សួតទាំងសងខាងគឺជាក្របដុំទូចដែលបង្កើតឡើងដោយសារមេរោគរបេងស៊ីសួតសោះទាំងសងខាង ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន30ដែលមានអត្រាជំងឺរបេងច្រើនជាងគេនៅលើពិភពលោកហើយរបេងគឺជាឃាតករមួយក្នុងចំណោមជំងឺឆ្លងទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែរដូច្នេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងឆាប់រហ័សរួមទាំងទទួលការព្យាបាលឲ្យបានត្រឹមត្រូវនោះគឺអ្នកដែលកើតជំងឺរបេងក្នុងប្រទេសកម្ពុជានឹងអាចមានឱកាសជាសះស្បើយហើយប្រទេសកម្ពុជាក៏នឹងអាចមានឱកាសនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងបានទាំងស្រុង ចំពោះក្រសួងសុខាភិបាលមិនអាចសម្រេចទៅតែឯងលើសំណើរបស់លោក BR Richner បានទេពីព្រោះការដែលលើកស្នាបែបនេះត្រូវពិភាក្សាជាមួយនឹងដៃគូនិងអង្គការសុខភាពពិភពលោកផងដែរប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេងនឹងហង្សិនថាក្នុងមួយឆ្នាំកម្មវិធីជាតិកម្ចាត់រោគរបេងបានរកឃើញរបេងកុមារចំនួន 6,000 នាក់ទៅ 7,000 នាក់នៅក្នុងនោះកុមារមានសភាពធ្ងន់ធ្ងរមានតិចបំផុតនេះគឺជាការបញ្ជាក់ថាថ្នាំបង្ការ BCG មានប្រសិទ្ធភាពដដែលហើយលើសពីនេះទៀតខ្ញុំសូមបញ្ជាក់ថែមមួយទៀតការដែលយកករណីមួយឬពីរមកធ្វើជាទឹកតាំងនេះមិនបង្ហាញនៅករណីទូទាំងប្រទេសគឺលក្ខណៈវិទ្យាសាស្ត្រទេធម្មតាការសិក្សានីមួយវាដាច់ខាតត្រូវចាំបាច់ត្រូវមានគេហៅថាចំនួននឹងវាសមស្របភាសាអង់គ្លេសគេហៅថា sample size ទំហំនៃគំរូនឹងដើម្បីធ្វើការសន្និដ្ឋានថានេះការងារនេះបណ្ដាពីនេះនោះគឺ
គឺដាច់ខាតត្រូវមាន sample size ហ្នឹងគឺថាទំហំឬចំនួននៃសំណាក់គំរូហ្នឹងគឺថាគ្រប់គ្រាន់បើសិនជាថាយក1 2មកលើកនោះវាមិនជាករណីដែលអាចយើងហៅថាយកជាធ្វើជាទូទៅបានទេអង់គ្លេសគេហៅថាมันអាច generalize បានទេអញ្ចឹងហើយបានខ្ញុំបានបញ្ជាក់ឲ្យថាយើងនឹងពិនិត្យបន្ថែមទៀតពីបញ្ហាហ្នឹងហើយនឹងពិភាក្សាជាមួយនឹងដៃគូដើម្បីឲ្យលោកនឹងឲ្យយោបល់បន្ថែមបាទ Oui, oui, il faut stopper ça. Mais il faut traiter, il faut avoir les facilités. យើងត្រូវតែបញ្ឈប់នៃការចាក់វ៉ាក់សាំងនេះ BCG ទៅលើកុមារហើយយើងត្រូវមានមន្ទីរពេទ្យដែលមានឧបករណ៍សម្ភារៈទំនើបដើម្បីធ្វើរោគវិនិច្ឆ័យនៃរោគរបេងនេះទៅលើកុមារឲ្យបានទាន់ពេលវេលាដូចនៅអឺរ៉ុបនៅអាមេរិកហ្នឹងដែលគេមានសម្ភារៈទំនើបហ្នឹងគឺត្រូវតែបង្កើតនៅសម្ភារៈទំនើបហ្នឹងធ្វើរោគវិនិច្ឆ័យហើយយើងធ្វើការព្យាបាលទៅថ្មីនេះមានគ្រូពេទ្យមកពីប្រទេសសេរ៉ាអូណេហើយគាត់បាននិយាយប្រាប់ថាបើសិនជានៅសេរ៉ាអូណេហ្នឹងមានមន្ទីរពេទ្យដូចមន្ទីរពេទ្យគុណធបុប្ផាអង្គការសុខភាពពិភពលោកនឹងបញ្ឈប់ជំនួយហិរញ្ញវត្ថុទៅឲ្យប្រទេសនោះអញ្ចឹងហើយបាននៅប្រទេសសេរ៉ាអូណេហ្នឹងមានប្រជាជនដល់រាប់លានអ្នក4លានអ្នកដើរនៅក្នុងថ្នល់ហើយឆ្លងជំងឺអេបូឡាដែលជាជំងឺធ្ងន់ធ្ងរនៅលើប្រជាជនកើតនៅទីនោះអញ្ចឹងហើយបាននៅប្រទេសសេរ៉ាអូណេហ្នឹងមានប្រជាជន 4000 នាក់ដែលបានស្លាប់ដោយសារជំងឺអេបូឡាដោយសារអង្គការសុខភាពពិភពលោកហ្នឹងគាត់ប្លុកគេផ្អាកនៃជំនួយជួយផ្នែកហិរញ្ញវត្ថុទៅដល់ប្រទេសហ្នឹងខ្ញុំគិតថាខ្ញុំមិនបានទទួលចម្លើយអីច្បាស់លាស់ទេអំពីបញ្ហានេះសហរដ្ឋអាមេរិកគេប្រឈប់តាំងពីឆ្នាំ1934នៅមានប្រទេសជាច្រើនទៀតតើហេតុអីនៅកម្ពុជាយើងនៅបន្តចា៎ខ្ញុំសូមបញ្ជាក់អញ្ចេះគោលការណ៍ណែនាំស្ដីពីធម្មការហ្នឹងបានបញ្ជាក់ច្បាស់លាស់ណាស់ថាធម្មការនេះមានប្រសិទ្ធភាពមានប្រយោជន៍ចំពោះប្រទេសណាដែលមានជំងឺច្រើនហើយឆ្លងឡើងវិញឆ្លងថែមទៀតដែលជាភាសាអង់គ្លេសគេហៅថា endemic country ឬក៏ high burden country ហ្នឹងអញ្ចឹងប្រទេសយើងគឺជាប្រទេសមួយក្នុងចំណោមអញ្ចឹងហើយការចាក់ណាំនោះមានប្រយោជន៍ចំពោះប្រទេសដែលមានមិនមានប្រយោជន៍ទេព្រោះថាយ៉ាងម៉េចគេមានអត្រាដែលកើតជំងឺបេងទាបមែនទែនដូចនៅអាមេរិកនៅអង់គ្លេសនៅបារាំងជាដើមហ្នឹងអត្រាជំងឺបេងគេទាបណាស់ដូច្នេះអត់មានឆ្លងថែមទេដូច្នេះការដែលចាក់ណាំការទៅកុមារទាំងអស់ហ្នឹងវាខាតលុយទេវាអត់សូវចំណេញទេអញ្ចឹងបានត្រូវបែងចែកវិញឲ្យដាច់ចំពោះប្រទេសដែលគេមានហើយប្រទេសដែលគេមិនសូវមានជំងឺបេងគេមានលុយគេមានទ្រព្យធនហើយគេអត់មានករណីបេងច្រើនអញ្ចឹងប្រសិទ្ធភាពវាខុសគ្នាដែលឡែកចំពោះប្រទេសដែលមានជំងឺបេងច្រើនហើយមានការចំណូលនឹងវាមានកម្រិតដោយកម្ពុជាអញ្ចឹងទេការចាក់ណាំបង្ការវាមានប្រយោជន៍វាមានប្រសិទ្ធភាពហើយខ្ញុំបានបញ្ជាក់ខាងដើមហើយកុមារយើងរករបេងមួយឆ្នាំ7-8000នេះអត់មានឃើញករណីធ្ងន់ធ្ងរទេហើយបើថាមាន1-2ហ្នឹងខ្ញុំបានបញ្ជាក់ហើយ1-2វាមិនយកគិតថាវាជាករណីភាគច្រើនទេយើងសាមញ្ញណាស់ធម្មតា1-2មិនជាយកជាករណីទូទៅបានទេយើងសំខាន់យើងយកអាភាគច្រើនប្រធានមន្ត្រីពេទ្យគុណធបុប្ផាសង្ឃឹមថាអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលនឹងគិតគូរពីសំណើរបស់លោកហើយបើទោះបីជាសំណើនេះមិនត្រូវបានទទួលស្គាល់នៅពេលនេះមន្ត្រីពេទ្យគុណធបុប្ផាអាចព្យាបាលជំងឺរបេងធ្ងន់ធ្ងរនេះដោយជោគជ័យនិងដោយមិនមានការបង់ថ្លៃទៀតផងលោកវិជ្ជបណ្ឌិតម៉ៅតាន់អៀងបានអះអាងដែរថាសំណើរបស់លោក B.R. Richner នឹងត្រូវបានយកទៅពិភាក្សាក្នុងចំណោមមន្ត្រីជំនាញនៃក្រសួងសុខាភិបាលដៃគូនិងអង្គការសុខភាពពិភពលោក